បាទជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែកចំណេះដឹងមួយពាក់ព័ន្ធនឹងប្រភេទទូរស័ព្ទ model ដែលយើងចង់ដាក់សញ្ញាឆ្វេងស្ដាំណាហ្នឹងហើយបើយើងនិយាយភាសាតាមបងប្អូននិយាយគេថាសញ្ញាថយសញ្ញា clear កម្មវិធីចោលឬក៏សញ្ញានៅកណ្ដាលអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងសាច់តែអ្វីដែលបងប្អូននិយាយទៅចោះព្រោះដោយសារនៅក្នុងវីដេអូនេះគាត់ថាខ្ញុំចង់ចែករំលែកនៅចំណេះដឹងបន្តិចបន្តួចនៅបងប្អូនដែលគាត់ចង់ដាក់របៀបនៃប្រើប្រាស់សញ្ញាឆ្វេងស្ដាំនិងចុចចំណុចកណ្ដាលហើយនឹង clear ដូចថាយើងប្រើប្រាស់កម្មវិធីរួចយើងត្រូវ clear ចោលណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនអាចទស្សនាវីដេអូដែលខ្ញុំបានបង្កើតវីដេអូនេះឡើងទៅបងប្អូនអាចនឹងយល់ថាតើខ្ញុំធ្វើពីចុចចូលនៅចំណុចណានិងធ្វើតាមរបៀបណាអញ្ចឹងបងប្អូនអាចមើលតាមជំហានដែលខ្ញុំបានធ្វើនេះពីព្រោះដោយសារវីដេអូនេះព្រោះដោយសារខ្ញុំធ្វើទៅវារៀងវែងដែរអញ្ចឹងណាបងប្អូនជឿមានតែបងប្អូនព្យាយាមមើល zoom វីដេអូហ្នឹងទៅហើយយើងអាចមើលតាមលំដាប់លំដោយបន្តិចបន្តួចតាមហ្នឹងទៅហ្នឹងហើយព្រោះវីដេអូនេះខ្ញុំធ្វើរឿងវែងតិចហើយបងប្អូនបើពេញចិត្តវីដេអូដែលខ្ញុំបានបង្កើតឡើងនេះកុំភ្លេចជួយចុច like និង share វីដេអូនេះផងសម្រាប់ឲ្យជួយផ្ដល់កម្លាំងទឹកចិត្តសម្រាប់ខ្ញុំបង្កើតវីដេអូថ្មីបន្ថែមទៀតចែកចំណេះដឹងណាបងប្អូនហើយសូមអភ័យទោសផងបើសិនណាវីដេអូរាល់ពាក្យសម្ដីឬក៏និយាយអ្វីទៅវាមានពាក្យមិនសមរម្យហ្នឹងហើយមានចឹងបងប្អូនអភ័យទោសផងហ្នឹងហើយព្រោះតែសារវីដេអូនេះគឺខ្ញុំធ្វើបង្កើតឡើងសម្រាប់គាត់នៅចង់ជាការចែករំលែកមួយសម្រាប់ដល់បងប្អូនដែលគាត់មិនទាន់បានចេះកន្លែងកម្មវិធីដាក់សញ្ញាហ្នឹងណាហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងកុំភ្លេចបងប្អូនកុំភ្លេចជួយផ្ដល់ជាកម្លាំងចិត្តចុច like និង share វីដេអូនេះមួយផងអញ្ចឹងអរគុណច្រើនសូមជម្រាបលា